Và số đây vẫn ổn như chi video phía 3 cứនៅក្នុងផ្នែកបាទផ្នែក thermodynamic ដដែលផ្នែក thermo dynamic បាទ dynamic ដែលត្រៀមប្រឡងបាក់ឌុបឆ្នាំ2026យើងនេះអញ្ចឹងយើងឃើញកន្លងនេះហាងប្លែកពីភាគ1ភាគ2ដោយសារតែមានរូបខាងស្ដាំនេះគឺមានរហូតទៅដល់3កន្លងផ្សេងគ្នាបាទ3កន្លងផ្សេងគ្នាហើយដោយរូបខាងស្ដាំយើងហ្នឹងអូស្មန်គំរូមួយបានរីកមាឌពីបាទរីកពីមាឌ1ម៉ែត្រគីបបាទទៅ 5.0 ម៉ែត្រគីបនៅពេលដែលសម្ពាធវាថយចុះនេះថយចុះពី50ប៉ាស្កាល់ទៅ10ប៉ាស្កាល់ចូលកណនាកម្មមន់ដោយបាទបំពេញដោយអូស្មန်តាមកន្លងនីមួយអញ្ចឹងកន្លងនីមួយយើងគឺកន្លងរបស់យើងគឺកន្លង A កន្លង B កន្លង C ប៉ុន្តែក្នុងកន្លង A របស់យើងឃើញថាវាឃើញបែងចែកចេញជា2លំនាំផ្លូវ A យើងណាក្នុងផ្លូវ A យើងលោកគ្រូសុំតាំងដោយ W1 ចុះបូក W បានវាមកណាទៀតបាទ W2 ចុះផ្លូវ2អញ្ចឹងគឺចំពោះកន្លង A យើងមាន2បូកបញ្ចូលគ្នាចំណែកឯ C កន្លង C របស់យើងគឺវារត់មកណាទៀតមកខាងនេះទៀតអញ្ចឹងកន្លង C យើងក៏មាន2ទៀត WC ស្មើតាំងដោយ W1 បូក W2 ដែរទៅចំណែកឯផ្លូវ B អញ្ចឹងផ្លូវ B មានតែមកផ្លូវទេប៉ុន្តែជាលំនាំសម្ពាធហើយមាឌប្រែប្រួលអញ្ចឹងគេថាសម្ពាធប្រែប្រួលស្មើអញ្ចឹងយើងហៅ B មួយទៅអានឹងកន្លងមួយអញ្ចឹងយើងដាក់ថាដំណោះស្រាយទៅដើម្បីដោះស្រាយលំហាត់នេះចេញយើងត្រូវសិក្សាមួយលំនាំឲ្យចេញអញ្ចឹងយើងមើលបន្តដាក់ថាបាទកណនាកមន់បំពេញដោយណាបំពេញដោយអូស្មန်តាមកន្លងនីមួយបាទតាមកន្លងនីមួយបាទកន្លងនីមួយទី1យើងដាក់ថាកន្លង A យើងសិក្សាកន្លង A មុនកន្លង A ហ្នឹងគឺមានប្រមាណលំនាំកន្លង A ហ្នឹងគឺមាន2បាទកន្លង A ហ្នឹងគឺបែងចែកចេញជា2ទៀតបាទមាន2លំនាំយើងសិក្សាឲ្យច្បាស់2លំនាំគឺអញ្ចឹងយើងឃើញតើលំនាំទី1នេះផ្លូវនេះស្អីគេថេកូនសិស្សមើលគឺសម្ពាធថេបាទសម្ពាធថេអញ្ចឹងកន្លងទី1នេះគឺជាលំនាំអីទី1គឺលំនាំអ៊ីសូបាបាទលំនាំអ៊ីសូបានឹងអីអ៊ីសូបានឹងបាទអ៊ីសូបានឹងអីនឹងឃើញព្រួយមកខមហ៎កន្លងមកខមផ្លូវគឺយើងឃើញថាមាឌវាថេថងលេខ5ម៉ែត្រគីបអញ្ចឹងនឹងលំនាំនឹងគឺមាឌថេនឹងគឺលំនាំអ៊ីសូកបាទអ៊ីសូកអញ្ចឹងហើយបានយើងតាំងអញ្ចឹងយើងបានឬក៏តាមបាទតាមអញ្ចឹងកមន់នៅក្នុងផ្លូវ A គឺមាន2ផ្លូវ2លំនាំ W1 បូក W2 យើងដឹងមួយហើយដោយសារតែប្រើពាក្យតែចុះតែ W1 ចឹងឃើញសម្ពាធវាថេថង A ចុះចឹងសុំតាំងដោយ P1 ឬក៏ P ចុះបាទសុំតាំង P សម្ពាធវាថេ delta V ចឹង V យក V បានដក V បានចឹងសុំតាំងលេខ1លេខ2ចុះចឹងវាប្រែប្រួលចឹងសុំតាំង V2 ដក V1 នឹង
W ពីរយើងស្មើប៉ុន្មាន W ពីរយើងគឺស្មើ0 joule បាទដោយសារអីមាត្រថេបាទនឹងគឺមាត្រថេឬក៏យើងដាក់ថាលំនាំ E សូកបាទលំនាំ E សូកពេលនោះយើងបានកន្លើងនាំឲ្យ common ដែលបំពេញនឹងកន្លង A យើងនៅសល់តែ P V2 ដក V1 បូក0អញ្ចឹងមិនបាច់បូកទេណាដោយសារតែសម្ពាធថេត្រង់ករណីទី1យើងគឺស្មើនឹង50ប៉ាស្កាល់បាទករណីយើងនេះគឺលើ50ប៉ាស្កាល់ឃើញទេ50ប៉ាស្កាល់អញ្ចឹង V2 យើងប៉ុន្មាន V2 V2 យើងគឺ5ណា V2 យើងគឺ5ម៉ែត្រគីប V1 យើងប៉ុន្មាន V1 អញ្ចឹងវាកើនឡើងពី1ម៉ែត្រគីបទៅ5អញ្ចឹងនេះពេលនោះយើងបានកមន់នៅក្នុងកន្លើង A យើងបានណាកន្លើង A យើងស្មើប៉ុន្មានចុះយើងបាន50កតាឲ្យ5ដក1អញ្ចឹង4ណាសល់4ណា4 5 20អញ្ចឹង200នឹង200អីកមន់គិតជា0បាទយើងឃើញលំនាំក្នុងកន្លើង A ចាំយើងសរុបដូចនេះក្រោយចោះបន្តមកទៀតបានយើងត្រូវមើលនៅក្នុងកន្លើង C បាទកន្លើង C កន្លើង C ក៏មានមកលំនាំកន្លើង C បាទកន្លើង C គឺមាន2លំនាំគឺទី1យើងឃើញចូលព្រួយមកក្រោមមិញនេះមិញកន្លើង C យើងកន្លើង C ហើយយើងគូររូបចែកនេះមកបែបតែមកអញ្ចឹងកន្លើង C យើងគឺអានេះ A មិញ A អានេះ B អញ្ចឹងកន្លើង C យើងគឺមាន2ដែរទី1 E សូកនេះ E សូកមានថេត្រង់លេខ1អានេះត្រង់លេខ5មិញអានេះម៉ែត្រគីបចាស់អញ្ចឹងយើងបែងចែកជា2លំនាំអញ្ចឹងគឺមាន2គឺលំនាំ E សូកបាទលំនាំ E សូកនឹងអញ្ចឹងយើងឃើញអនេះគឺអអីមិញអពេអសម្ពាធអញ្ចឹងថេណានេះសម្ពាធវាថេចានឹងពេថេ10ប៉ាស្កាល់ខាងលើមិញ50ប៉ាស្កាល់និងលំនាំ E សូបាបាទនឹង E សូបាបាទ E សូបាអញ្ចឹងយើងឃើញប៉ុណ្ណឹងនាំឲ្យអីយើងទទួលបាន common តាមលំនាំ C យើងគឺយើងតាំងទី1បូកទី2ចុះ2កន្លើងយើងបូក2ចូលគ្នាទៅដោយសារតែកន្លើងទី1យើងនេះមាត្រវាថេអញ្ចឹងសុំតាំងដោយ W1 ស្មើ0 joule មានថាលំនាំ E សូកយើងឃើញ1លំនាំ E សូកតែ W2 យើងសម្ពាធវាថេអញ្ចឹង W2 យើងនៅសល់អីW2 ពេថេនេះពេថេត្រង់10ប៉ាស្កាល់ហ្នឹងអញ្ចឹងពេV សុំតាំង V2 ចុះ V2 ដក V1 យើងអាចចំនួនក៏បានដែរយើងអាចចំនួនលេខឲ្យហើយទៅចំនួនលេខឲ្យហើយក៏បានដែរដោយសារយើងមានបំរាប់ស្រាប់ឬក៏ដាក់ថាសុំតាំងឡើយនេះកុំឲ្យជន់ពាក្យគ្នាប្រើពាក្យតែចុះហើយបន្ទាប់មកបានប្រើពាក្យដោយអញ្ចឹងទៅពេលយើងស្រង់បំរាប់បាទពេលដែលយើងស្រង់បំរាប់ចឹងសម្ពាធត្រង់ករណីC របស់យើងមិញនេះគឺនេះយើងឃើញសម្ពាធវានេះករណីទីផ្លូវទី2យើងហ្នឹងគឺថេត្រង់10ប៉ាស្កាល់អញ្ចឹងត្រង់10ប៉ាស្កាល់យើងមាន V2 យើងគឺវា5ម៉ែត្រគីប V1 យើងគឺ1ម៉ែត្រគីបពេលដែលយើងស្រង់បំរាប់ស្អាតចឹងមកណាដល់មកទៀតបានយើងទទួលបានកមន់នៅក្នុងផ្នែក C របស់យើងនេះគឺយើងចំនួនដោយលេខ10កតាឲ្យ V2 យើង5ដក1អញ្ចឹងវាបាន4នឹង10វា40អញ្ចឹងកមន់គិតជា0ប៉ុន្តែនៅចុងក្រោយមួយទៀតយើងមើលលើកន្លើង B យើងគឺជាលំនាំអីគឺលំនាំសម្ពាធមាត្រប្រែប្រួលឬក៏សម្ពាធប្រែប្រួលស្មើមានថាសម្ពាធក៏ប្រែប្រួលមាត្រក៏ប្រែប្រួលអញ្ចឹងយើងប្រើតាមសម្ពាធយើងយកត្រង់នឹងចែកជា2មកយើងដាក់ថាកន្លើង B ចុះកន្លើង B នេះជាលំនាំអីជាលំនាំសម្ពាធប្រែប្រួលស្មើសម្ពាធប្រែប្រួលស្មើអញ្ចឹងកាលណាសម្ពាធប្រែប្រួលស្មើ
cứ dương bàn cần lớn b đi bà WB ស្មើនឹងសុំតាំងឡៃនេះថងតាំងដោយលេខP1 P2 ដដែលចុះតើណាជាងសុំតាំងដោយ P1 បូក P2 ចឹងទៅ P1 P2 ហើយទាំងអស់ចែកជា2ចុះចែកជា2ចឹងវាប្រែប្រួលមានបែបម៉េចចឹងមានវាប្រែប្រួលពីណាយើងចំណកែកចំណមកលើអមៀតមកនេះថងលេខ1ថងលេខ5ចឹងមានស្រាច់របស់យើងថងលេខ5ម៉ែត្រគីបដក1មកតើណាឬក៏យើងតាំងដោយ V2 សិនចុះកុំឲ្យកាត់ពេក V2 ដក V1 ពេលដែលមានបំរាប់អស់ហើយយើងមានបំរាប់អស់ហើយឥឡូវយើងអាចស្រង់សម្ពាធត្រង់ទីតាំងទី1មើលត្រង់50ប៉ាស្កាល់បើវាថយចុះពី50មកប្រហែលP2 10ប៉ាស្កាល់បាទ10ប៉ាស្កាល់sorry បាទនេះសម្ពាធត្រង់ P1 យើងត្រង់លេខប៉ុន្មាននេះទេ P1 យើង50តាមទៅហើយថង P2 យើង10ប៉ាស្កាល់ត្រូវហើយបាទ P2 10ប៉ាស្កាល់ V2 របស់យើង5ម៉ែត្រគីប V1 របស់យើង1ម៉ែត្រគីបអញ្ចឹងពេលនោះយើងបានអីបាទយើងបានកុម្ម៉ុននៅក្នុងកន្លងមួយយើង B របស់យើងគឺយើងយក50បូក10ចែកជា2យើងបានសម្ពាធមធ្យមហើយគុណនឹងបំរែរួមមានមកយក5ដក1សល់4អញ្ចឹងអានេះវាបាន4នេះ4ចែកនឹង2វា2អញ្ចឹង2នឹង6ពី6ដងវាអញ្ចឹងបាន120សូលពេលដែលយើងឃើញហើយយើងសរុបរួមទាំងអស់ដូចនេះកុម្ម៉ុននៅក្នុងកន្លងនីមួយបាទលំហាត់នេះល្អគឺលំហាត់ដែលទើបតែចេញប្រឡងសាកល្បងរាជធានីបាទដូចនេះកុម្ម៉ុននៅក្នុងកន្លងនីមួយគឺ WR យើងដំបូងមិញផ្លូវ A យើងឃើញ200សូលបាទផ្លូវ A យើងឃើញ200សូលផ្លូវ B បាទផ្លូវ B នេះទៅរកឃើញ120សូលនិង WC មកផ្លូវ C យើងបានគឺ40សូលបាទ40សូលនេះគឺកុម្ម៉ុននៅក្នុងបាទកន្លងមួយគឺឃើញប៉ុណ្ណឹងបាទអញ្ចឹងមានចម្ងល់អាចឆ្ងល់សួរនៅក្នុង comment បានអរគុណ